បាទជំរាបសួរនិងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ Channel YouTube របស់ខ្ញុំថ្ងៃនេះខ្ញុំមាន2កន្លឹះដែលជាដំណោះស្រាយជូនបងប្អូនទាំងអស់គ្នាអំពីរបៀបនៃការបិទកុំឲ្យគេខលមករំខានក្នុង Messenger និងបងប្អូនមួយចំនួនភ្លេច password Gmail ដែលឲ្យជាងបង្កើតហើយគាត់មិនបានឲ្យ password Gmail អញ្ចឹងយើងយក password Gmail ដែលជាបញ្ហាមួយតាក់ទងនឹងបងប្អូនមួយចំនួនខូច YouTube ដោយសារតែអត់ស្គាល់នៅ password Gmail អញ្ចឹងបងប្អូនទាំងអស់គ្នាអាចធ្វើតាមវិធីសាស្ត្រដែលខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នានេះលុះបងប្អូនទាំងអស់គ្នានឹងមានដំណោះស្រាយហើយ YouTube របស់បងប្អូនទាំងអស់គ្នានឹងអាចប្រើប្រាស់បានឡើងវិញពេលដែលបងប្អូនទាំងអស់គ្នាមួយចំនួនខូច YouTubeមកពីបញ្ហាបងប្អូនទាំងអស់គ្នាអត់ស្គាល់ password Gmail ដែលជាងបានបង្កើតឲ្យបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាអាចទៅប្ដូរ password Gmail ថ្មីបានដោយខ្លួនឯងដោយមិនមានបញ្ហាអ្វីទាំងអស់បាទអញ្ចឹងដំបូងខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបនៃការបិទកុំឲ្យគេខលរំខានបងប្អូនទាំងអស់គ្នាបាទអញ្ចឹងយើងចូលទៅបិទទាំងអស់គ្នាដំបូងបងប្អូនទាំងអស់គ្នាចូលមកក្នុង Messenger របស់បងប្អូនដោយសារតែខ្ញុំបានចូលរួចហើយអញ្ចឹងខ្ញុំជ្រើសរើសយកអ្នកណាម្នាក់ដែលរំខានឬក៏អ្នកណាម្នាក់ដែលខលមកយើងដែលយើងមិនចង់ឲ្យគេខលមកហើយយើងអាចបិទបានអញ្ចឹងបងប្អូនជ្រើសរើសយកមកដោយសារតែខ្ញុំបានជ្រើសរើសរួចហើយអញ្ចឹងខ្ញុំសូមចូលទៅក្នុង profile ចូលទៅក្នុងរូបបែបនេះមើលសញ្ញាម៉ៅរបស់ខ្ញុំបាទចង្អុលដៃហ្នឹងអញ្ចឹងយើងចុចត្រង់នេះបាទហើយបងប្អូនទាំងអស់គ្នា scroll មកដោយបងប្អូនទាំងអស់គ្នាទៅជ្រើសរើសយកពាក្យថា notification បាទសននេះបាទអញ្ចឹងយើងចុចត្រង់ហ្នឹងមួយបន្ទាប់មកបងប្អូនទាំងអស់គ្នានឹងឃើញជម្រើសទាំង3នេះជម្រើសទី1គឺយើងបិទនៅការខលរបស់គេបាទជម្រើសទី1គឺ message អធិស្ឋានបាទជម្រើសទី2គឺ react ដូចជា sticker អីហ្នឹងជម្រើសទី3គឺការខលអញ្ចឹងយើងចង់បិទមួយណាគេខលរំខានយើងចង់បិទគឺយើងអាចបិទបានបិទត្រង់នេះគេមានរយៈពេលឲ្យយើងបិទបងប្អូនអរគ្នាមាន15មីនិតឬក៏1ម៉ោង8ម៉ោង24ម៉ោងអញ្ចឹងបងប្អូនទាំងអស់គ្នាចង់បិទបងប្អូនអាចជ្រើសរើសយកជម្រើសណាមួយដែលបងប្អូនទាំងអស់គ្នាចង់បិទអញ្ចឹងបើយើងចង់បិទ15មីនិតយើងចុច15មីនិតមកយើងចង់បិទ1ម៉ោងយើងបិទ1ម៉ោងមកតាមចិត្តរបស់បងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំសាកឲ្យបងប្អូនទាំងអស់គ្នាមើលបាទអញ្ចឹងយើងចុចអញ្ចឹងហើយយើងចុចអូខេមកបាទជំរើសមួយទៀតគឺបងប្អូនទាំងអស់គ្នាអាចបិទទាំងអស់ដោយមិនចង់ឲ្យគេផ្ញើអ្វីមកទាំងអស់ដែលជាការរំខានឬក៏បងប្អូនទាំងអស់គ្នាចង់មានភាពស្ងប់ស្ងាត់មិនចង់ឲ្យមានសារឬក៏ដំណឹងអ្វីមកពី Messenger របស់យើងអញ្ចឹងបងប្អូនទាំងអស់គ្នាអាចបិទលើនេះបាទហើយយើងយក24មកហើយបងប្អូនអរគ្នាចុចអូខេហើយបងប្អូនអរគ្នាចេញទៅខាងក្រៅសិនបាទនោះវានឹងបិទទាំងអស់តែម្ដងបាទអញ្ចឹងចំណុចទី1គឺយើងបានធ្វើរួចរាល់ហើយយើងចូលទៅចំណុចទី2ម្ដងបាទអញ្ចឹងដំបូងបងប្អូនទាំងអស់គ្នាចូលទៅក្នុង Play Store របស់បងប្អូនទាំងអស់គ្នាបាទបន្ទាប់ពីចូលមកក្នុង Play Store ហើយបងប្អូនអរគ្នារក Play Store ឃើញហើយបងប្អូនអរគ្នាចុចទៅលើ Play Store នេះមកបាទបន្ទាប់ពីបងប្អូនអរគ្នាចូលទៅក្នុង Play Store រួចហើយបងប្អូនអរគ្នាយកត្រង់នេះចូលមកដល់ត្រង់នេះយើងយក manage your
Google account ចុចត្រង់នេះបន្ទាប់ពីយើងចុចបែបនឹងហើយយើងមកយកពាក្យថា Google password បាទចុចត្រង់នេះបាទបន្ទាប់ពីយើងចុច Google password ហើយបងប្អូនទាំងអស់គ្នាគឺបងប្អូនទាំងអស់គ្នាអាចបដូរ password ថ្មីហើយសម្រាប់បងប្អូនទាំងអស់គ្នាណាដែលខូច YouTube គឺពាក់ព័ន្ធទៅនឹងត្រង់នឹងហើយខូចដែល YouTube មើលមិនកើតគេឲ្យ sign in account ហ្នឹងអញ្ចឹងបងប្អូនទាំងអស់គ្នាអាចបដូរ password ត្រង់នេះពេលដែលបងប្អូនទាំងអស់គ្នាស្គាល់ password នោះបងប្អូនទាំងអស់គ្នានឹងអាចប្រើ YouTube វិញបានហើយបាទហើយវិធីសាស្ត្រធ្វើគឺបងប្អូនទាំងអស់គ្នាអាចដាក់ password បាទដោយបងប្អូនទាំងអស់គ្នាអាចដាក់ password យ៉ាងម៉េចក៏បានដែរតែត្រង់នេះខ្ញុំសូមបិទបាំងហើយដោយសារតែឯកជនភាពហើយនឹងក្រុមហ៊ុន YouTube គាត់ចាប់បើសិនជាយើងបង្ហាញ password ទៅអ្នកដទៃអញ្ចឹងខ្ញុំសូមបដូរ password ឲ្យបងប្អូនទាំងអស់គ្នាមើលដោយបងប្អូនទាំងអស់គ្នាអាចបដូរ password ដាក់ password យ៉ាងម៉េចក៏បានតែស្រេចបងប្អូនតែត្រូវមានអក្សរចំនួន3ខ្ទង់និងលេខចំនួន5ខ្ទង់បងប្អូនដាក់យ៉ាងម៉េចក៏បានដែរបាទអញ្ចឹងបងប្អូនអរគ្នាដាក់តាមបងប្អូនអរគ្នាចង់ដាក់ទៅចុះអញ្ចឹងខ្ញុំដាក់អ្វីដែលខ្ញុំត្រូវដាក់បាទហើយបងប្អូនទាំងអស់គ្នាដាក់ឲ្យចំណាំខ្លួនឯងបាទខ្ញុំសូមបិទបាំងឲ្យត្រង់នេះព្រោះជាឯកជនភាពរបស់ខ្ញុំបាទបញ្ជាក់បងប្អូនទាំងអស់គ្នាលេខហ្នឹងគេត្រូវតែដូចគ្នាទាំងលើទាំងក្រោមបាទទាំងលើទាំងក្រោមគឺត្រូវតែដូចគ្នា8ខ្ទង់គឺដូចគ្នាទាំងអស់អក្សរ3លេខ5ខ្ទង់តែខ្ញុំសូមដាក់លើសពីនឹងក៏បានដែរចាប់ពី8ខ្ទង់ឡើងលើគឺអាចដាក់បានបាទអញ្ចឹងខ្ញុំធ្វើការដាក់រួចរាល់ហើយបាទអញ្ចឹងខ្ញុំធ្វើការដាក់រួចរាល់ហើយខ្ញុំឆេង pass បាទអញ្ចឹងឃើញថាយើងបានបដូរ password ហើយបាទអញ្ចឹងយើងបានបដូរវាដាក់ថា password change your success ណាបាទអញ្ចឹងpassword របស់យើងគឺបានបដូររួចរាល់ហើយគឺយើងបានបដូរបានជោគជ័យណាបងប្អូនទាំងអស់គ្នាណាអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងធ្វើបានទាំងអស់គ្នាបាទអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនដែលបានតាមដានវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់ខ្ញុំនឹងជួបបងប្អូនទាំងអស់គ្នានៅវីដេអូក្រោយៗទៀត